Hello សួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះយើងមកលេងវត្តស្រីកាត់បនហៅវត្តសក្រុនអីចឹងណាគឺយើងខានមកលេងមួយឆ្នាំជាងហើយអ្នកនរគ្នាគឺខ្ញុំមិនដែលមកលេងទេគឺខ្ញុំតាំងពីខ្ញុំលាសិក្ខាបទគឺខ្ញុំអត់ដែលមកលេងទេវត្តសក្រុនគឺប្លែកខ្លាំងមែនទែនគឺ90.10%អ្នកនរគ្នាគឺប្លែកខ្លាំងមែនទែនគឺឃើញហើយមានអារម្មណ៍ថាស្រស់ស្រាយបានមកលេងវត្តសក្រុនចឹងណានិយាយទៅគឺស្អាតទីធ្លាវត្តអារាមលោកគ្រូតុបតែងបានល្អខ្លាំងមែនទែនអ្នកនរគ្នាគឺមើលហើយគឺនិយាយទៅតាក់ទាញភ្ញៀវទេសចរញោមពុទ្ធបរិស័ទដែលមកលេងចិត្តឆ្ងាយក្តីឃើញហើយមានអារម្មណ៍ថាមកហើយអត់ចង់ទៅវិញអញ្ចឹងហើយនិយាយទៅកន្លែងស្អាតខ្លាំងមែនទែនអ្នកនរគ្នាគឺថ្ងៃនេះយើងមកដល់មើលទីធ្លាកន្លែងវត្តលោកគ្រូតុបតែងប្រហែលកន្លែងអញ្ចឹងនិយាយទៅអ្នកមកគឺមកឃើញស្គាល់ហើយតែអ្នកមិនទាន់មកអញ្ចឹងទាន់ឃើញទាន់ស្គាល់អញ្ចឹងណាអ្នកមិនទាន់មកមិនដែលមកគឺមិនដែលស្គាល់មិនដែលឃើញអញ្ចឹងណាអ្នកមកឃើញស្គាល់ហើយអញ្ចឹងណានិយាយទៅគឺកន្លែងស្រស់ស្អាតខៀវស្ងាត់បំប្រងហើយអ្នកមិនទាន់មកកុំភ្លេចជួយ share វីដេអូអ្នកមួយផងឲ្យអ្នកមិនទាន់ដែលមកឲ្យឃើញឲ្យមានអារម្មណ៍ថាចង់មកលេងអញ្ចឹងណានៅឆ្ងាយអញ្ចឹងហ្នឹងហើយនឹងកន្លែងមុខកត់លោកគឺនិយាយទៅទឹកអាងលោកកសាងបានស្អាតខ្លាំងតែនគឺមើលហើយតាក់ទាញហ្មងណាហើយក៏ខ្ញុំមិននឹកស្មានថាលោកគ្រូកសាងបាននៅថ្នាក់នេះទេអ្នកនរគ្នាគឺខ្ញុំពិតជាមិននឹកស្មានមិនដល់អញ្ចឹងគឺតាំងពីខ្ញុំនៅវត្តសក្រុនផែ2018 2019 ហ្នឹងគឺនិយាយទៅគឺគ្មានកសាងបានប៉ុណ្ណឹងទេអ្នកនរគ្នាគឺពីខ្ញុំនៅកាលមុនគឺនិយាយទៅវត្តក្រខ្សត់ខ្លាំងមែនតើអ្នកនរគ្នាគឺពេលបានឃើញវត្តស្អាតកសាងទីវត្តអារាមល្អហើយមើលប្លែកភ្នែកគឺមានអារម្មណ៍ថាសប្បាយចិត្តជំនួសលោកគ្រូពេលបានភ្ញៀវមកលេងទេសចរញាតិញោមពុទ្ធបរិស័ទចិត្តឆ្ងាយក្តីអីមកលេងអីមានអារម្មណ៍ថាសប្បាយស្រស់ស្រាយពេលឃើញលោកគ្រូកសាងបានស្អាតរៀបចំតុបតែងពោពេញទៅដោយហ្នឹងហើយអ្នកនរគ្នាកន្លែងហ្នឹងគឺកន្លែងលោកទេសនាកន្លែងលោកសុទ្ធមន្តអញ្ចឹងណាគឺអ្នកនរគ្នាគឺខ្ញុំតលេងហ្នឹងតលេងថ្ងៃទី27គឺថ្ងៃស្រង់ព្រះអញ្ចឹងណាខ្ញុំទៅពីព្រឹកប្រយទាន់មានមនុស្សទាន់ទៅស្រង់ព្រះទេអ្នកនរគ្នាគឺអត់មានមនុស្សទេស្ងាត់អញ្ចឹងណាគឺខ្ញុំទៅមើលព្រោះខ្ញុំមិនដែលឃើញអញ្ចឹងខ្ញុំមិនដែលមានពេលបានទៅទេព្រោះស្គននៅប្រយខ្ញុំទៅម្ដងហើយខ្ញុំថតនិយាយទៅខ្ញុំថតវីដេអូនេះខ្ញុំទុកជាអនុស្សាវរីយ៍ដើម្បីតទៅមុខទៀតគឺតើវាប្លែកប្រហែលភាគរយអញ្ចឹងខ្ញុំថតទុកអនុស្សាវរីយ៍ទៅមុខទៀតអញ្ចឹងបើឃើញវីដេអូនេះកុំភ្លេចជួយ share ជួយ like ម្នាក់មួយផងអ្នកនរគ្នាគឺដើម្បីយើងទុកវីដេអូទុកមើលនៅទៅមុខ3-4ឆ្នាំទៅមុខទៀតថាវាខុសគ្នាប្រហែលភាគរយស្អាតប្រហែលភាគរយអញ្ចឹងអ្នកនរគ្នាគឺកន្លែងនេះណាកន្លែងហ្នឹងកន្លែងគេរំវងអញ្ចឹងនិយាយទៅភូមិខ្ញុំក៏ដឹកបាសទៅអញ្ចឹងទាន់មានមនុស្សរួមទេអ្នកនរគ្នាគឺស្ងាត់ខ្លាំងមែនតើតោះយើងទៅមើលគ្រប់កន្លែងទីធ្លាវត្តអារាមវត្តស្រីកាត់បនអ្នកនរគ្នាគឺយើងបានចូលថតហើយយើងថតឲ្យគ្រប់កន្លែងអញ្ចឹងណាវីដេអូនេះរឿងយូរទៅហើយអ្នកនរគ្នាគឺឲ្យខ្ញុំថតឲ្យគ្រប់កន្លែងទីធ្លាវត្តសាលាឆាន់បេហ៊ីកន្លែងកញ្ចុះកន្លែងអីគ្រប់បែបយ៉ាងអញ្ចឹងហើយសង្ឃឹមថាខ្ញុំនិយាយដែរពេលអ្នកនរគ្នាកុំភ្លេចថាជួយ like ជួយ share ម្នាក់មួយមកដើម្បីឲ្យញាតិញោមពុទ្ធបរិស័ទនៅឆ្ងាយចិត្តក្តីដែលមានសទ្ធាជ្រះថ្លាកចូលបច្ច័យកសាងវិហារហ្នឹងហើយវិហារលោកគ្រូតូនកសាងរួចទេអ្នកគ្នាគឺប្រុងកសាងទេដឹងខ្ញុំមិនសូវដឹងដែរអញ្ចឹងហើយសាលាឆាន់នេះកសាងរូបទៅរួចដែរទេអ្នកគ្នាគឺស្អាតដែរអ្នកគ្នាគឺកសាងតូនរួចទៅអ្នកគ្នាគឺនៅច្រើននៅសាលាឆាន់នៅវិហារកន្លែងតុបតែងគឺតូនរួចអ្នកគ្នាគឺសកម្មភាពយើងដើរទៅមើលព្រះអង្គធំដែលលោកគ្រូដាក់នៅឯផ្លូវអ្នកគ្នាគឺព្រះអង្គធំនេះស្អាតខ្លាំងមែនទែនអ្នកគ្នាគឺធំនិយាយទៅគឺមានតែវត្តស្គ្រុនទេដែលតុកលព្រះអង្គធំគង់នៅគឺធំតែអ្នកគ្នាគឺស្អាតមើលទៅគឺទេសភាពគឺ
ស្អាតស្រស់មកប្រងមែនអ្នកគ្នាគឺខៀវខ្ចីញញអញ្ចឹងកុំភ្លេចថាអ្នកស្គ្រូនអ្នកចិត្តឆ្ងាយឃើញវីដេអូនេះជួយ share ជា like ម្នាក់មួយអ្នកគ្នាគឺបើសិនជាខ្ញុំបញ្ចូលស្រឡែងខុសកន្លែងណាអធិស្ឋាននឹងអភ័យទោសបងប្អូនទាំងអស់គ្នាហើយនឹងញាតិញោមចិត្តឆ្ងាយក្តីហ្នឹងហើយអ្នកគ្នាយើងដើរមើលកញ្ចក់ឡៃគ្រូទៅកសាងថ្មីហ្នឹងកញ្ចក់ហ្នឹងគឺស្អាតតន់ដាក់តុកដល់អីទេអ្នកគ្នាគឺមើលទៅគឺស្អាតខ្លាំងតែនតន់ដាក់តុកអញ្ចឹងចាំសង្ឃឹមថាឆ្នាំក្រោយគឺនឹងស្អាតខ្លាំងជាងនេះអ្នកគ្នាគឺស្អាតខ្លាំងនេះជាងនេះអញ្ចឹងហើយនឹងក៏ល្អពហិអ្នកគ្នាគឺលោកគ្រូចាក់ជើងរួចហើយតូនកសាងតូនធ្វើតូនអីទេអ្នកគ្នាគឺប្រយនៅខ្វះបច្ច័យបើសិនជាញោមពុទ្ធបរិស័ទណាចង់មានសទ្ធាជ្រះថ្លាចូលបច្ច័យចូលអីកសាងឬមួយធ្វើអ្វីក្នុងវត្តស្រីកតបុនហៅវត្តសក្រុននេះអ្នកគ្នាកុំភ្លេចទៅវត្តស្រីកតបុនអ្នកគ្នាគឺនៅភូមិសក្រុនអញ្ចឹងឥឡូវសកម្មភាពយើងមកមើលបាសមួយវងទៀតអ្នកគ្នាគឺខ្ញុំមិនដឹងថាបាសវងនេះអ្នកចាក់បាសនៅភូមិគេអ្នកគ្នាគឺបាសមួយវងកន្លែងដាក់មួយវងទៀតហ្នឹងបាសពីរវងអ្នកគ្នាគឺភូមិថ្មីមួយវងភូមិសក្រុនមួយវងអញ្ចឹងហ្នឹងហើយអ្នកគ្នាយើងមកមើលកន្លែងកូនលោកគ្រូអ្នកគ្នាគឺកន្លែងដំបងគេកសាងកន្លែងកញ្ញឹងហ្នឹងដំបងគេកសាងទឹកកសាងដំបងគេសួនការសួនអីគឺមុខគាត់លោកគ្រូអ្នកគ្នាគឺស្អាតខ្លាំងមែនទែនអ្នកគ្នាគឺគាត់នៅមុខខ្ញុំហ្នឹងនិយាយទៅកសាងរួចដែរអ្នកគ្នាគឺកសាងទៅរួចទេហើយសាលាឆាន់ក៏ទុនកសាងរួចអ្នកគ្នាលោកគ្រូប្រុងកសាងឲ្យទៀតចឹងហើយវីដេអូនេះបើសិនខ្ញុំនិយាយខុសត្រង់ណាកុំកែបកាន់នឹងខ្ញុំអ្នកគ្នាគឺស្អាតខ្លាំងហ្នឹងហើយអ្នកគ្នាគឺកញ្ញឹងគឺខ្ញុំមិនដឹងថាលោកគ្រូធ្វើសាលាឆាន់ឬមួយក៏កត់ទេអ្នកគ្នាបើខាងហ្នឹងគឺកត់លោកគ្រូកត់អីចឹងខ្ញុំអត់សូវដឹងដែរហ្នឹងហើយអ្នកគ្នាវីដេអូនេះខ្ញុំមិនតែប៉ុណ្ណឹងបាយអរគុណហើយនឹងជម្រាបលាពុកម៉ែបងប្អូនអ្នកគ្នាកុំភ្លេចជួយ share ជួយ like អ្នកមួយផងវីដេអូមានប៉ុណ្ណឹងបាយជួបគ្នានៅវីដេអូក្រោយទៀតបាយ